ការវិភាគទីផ្សារមាសនៅថ្ងៃទី6 ខែ 4 2026 មាសនៅក្នុង time frame 1 ម៉ោងបាទអញ្ចឹងយើងឃើញហើយថាទីផ្សារមាសមួយរយៈនេះគឺវាមានការប្រែប្រួលខ្លាំងមែនទែនបាទហើយឥឡូវហ្នឹងគឺវាកំពុងតែស្ថិតនៅក្នុងលំហ uptrend ទៀតផងបងប្អូនអរគ្នាអញ្ចឹងបើកាលណាវាស្ថិតនៅក្នុងលំហ uptrend គឺយើងគួរណាតែព្យាយាមទិញឲ្យបានច្រើនជាងលក់បាទអញ្ចឹងតម្លៃដែលយើងអាចរងចាំទិញទី1នោះគឺនៅតម្លៃ4550ហើយនឹងតម្លៃរងចាំទិញទី2នោះគឺនៅតម្លៃ4409បាទហើយនឹងតម្លៃរងចាំទិញទី3នោះគឺនៅតម្លៃ4360បាទហើយនឹងតម្លៃដែលយើងរងចាំលក់ទី1នោះគឺនៅតម្លៃ4700ហើយនឹងតម្លៃរងចាំលក់ទី2នោះគឺនៅតម្លៃ4800បាទហើយនឹងតម្លៃរងចាំលក់ទី3នោះគឺនៅតម្លៃ4900បាទអញ្ចឹងបើកាលណាយើងរងចាំក៏យើងត្រូវដឹងដែរថាទីផ្សារកាលណាវាស្ថិតនៅក្នុងលំហអាប់អញ្ចឹងពេលដែលវាចុះមកច្រើនគឺយើងអាចទិញបានចុះមក20ទៅ30លេខគឺបងប្អូនអរគ្នាអាចចូលទិញបានបាទហើយមួយទៀតបើសិនជាទីផ្សារវាមក break នៅតម្លៃ low ដែលនៅតម្លៃ4550អញ្ចឹងទីផ្សារមាសនឹងបន្តធ្លាក់ចុះមកទៀតដែលវាអាចនឹងមកដល់តម្លៃ4500បាទអញ្ចឹងបងប្អូនអរគ្នាត្រូវតែមានការប្រុងប្រយ័ត្នមែនទេហើយរាល់ការចូលផ្សារទាំងអស់គឺត្រូវតែមាន TP ហើយនិង SL ផងបាទហើយបើសិនជាទីផ្សារវាទៅខាងលើវិញដែលវា break នៅតម្លៃ4700អញ្ចឹងបងប្អូនអរគ្នាអាចនឹងរងចាំឲ្យវា pull back មកខាងក្រោមវិញហើយបងប្អូនអរគ្នាតាមទិញវិញតែម្ដងបាទអញ្ចឹងបើកាលណាវា break នៅតម្លៃ high គឺវានឹងមានកម្លាំងបន្តឡើងទៅទៀតតែម្ដងអញ្ចឹងហើយបងប្អូនអរគ្នាត្រូវតែមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតបាទសម្រាប់ការជួញដូរទៅលើតម្លៃហាងចេញមាសព្រោះអីតម្លៃហាងចេញមាសគឺវាមានការប្រែប្រួលខ្លាំងដែលយើងមិនអាចនឹកស្មានដល់បាទចុះថ្ងៃនេះខ្ញុំបានក៏មានតែប៉ុណ្្នឹងដែរបាទសូមឲ្យបងប្អូនទាំងអស់គ្នាត្រូវចំណេញច្រើនហេងសំណាងល្អ